Baជំរាបសួរអ៊ំពូបងដែលជាកសិករចិញ្ចឹមគោទាំងអស់បាទថ្ងៃនេះខ្ញុំមានវីដេអូមួយចែកម្លែកជូនបងប្អូនអរគ្នាទាក់ទងជាមួយនឹងការព្យាបាលគោនៅពេលល្ងាចបាទគោដែលអន់ស្មៅអញ្ចឹងពេលបងប្អូនអរគ្នាចិញ្ចឹមគោស្រាប់តែពេលព្រឹកគឺសុខភាពវាល្អធម្មតាតែពេលល្ងាចឡើងដឹកចូលក្រោលស្រាប់តែវារឹងដៃរឹងជើងវាអត់ចង់ដើរមកផ្ទះរួចឬក៏វាហៀសវោមានករណីខ្លះវាចាប់ដើមហើមពោះអីហ្នឹងសិតតែជារោគសញ្ញានៃជំងឺអញ្ចឹងយើងរស់រានសម្រាប់ធ្វើការព្យាបាលទៅលើសត្វជាបន្ទាន់ដើម្បីឲ្យសត្វរបស់យើងវារស់រានមានជីវិតបើពុំនោះទេយើងទុកដល់មួយយប់ពីរយប់ហើយវាឈានដល់បាត់បង់ជីវិតផងដែរហើយដំណាក់កាលនៃការព្យាបាលដំបូងបំផុតគឺសម្រាប់បងប្អូនជាភ្នាក់ងារសុខភាពសត្វភូមិគឺយើងត្រូវសាកសួរទៅដល់ម្ចាស់សត្វអំពីប្រភពអំពីប្រវត្តិនៃជំងឺហ្នឹងតើចាប់ផ្ដើមឈឺពីពេលណាគាត់អាចដឹងទេហើយតើគោនឹងមានស៊ីអីដែលខុសឬក៏ចងនៅទីតាំងណាឬក៏វាអាចមានបើករណីគោមិនចង់ដើរទេវាអាចគោថ្លោះក្រិចអីក៏យើងត្រូវតែដឹងអញ្ចឹងគឺដំណាក់កាលទី1គឺយើងសាកសួរទៅដល់ម្ចាស់សត្វដំណាក់កាលទី2គឺយើងចាប់ផ្ដើមទទួលបានព័ត៌មានអំពីម្ចាស់សត្វទៅលើរោគសញ្ញាបានគ្រប់គ្រាន់ហើយយើងចាប់ផ្ដើមវិភាគតើសត្វហ្នឹងវាចូលក្នុងរោគសញ្ញានៃជំងឺណាមួយជាជំងឺអត់ក្តាមបោកខ្យល់ដំបូកឬក៏វាជាប្រភេទជំងឺសាទឹកអញ្ចឹងយើងក្រោយពីយើងដឹងពីរោគសញ្ញារបស់សត្វយើងចាប់ដើមជ្រើសរើសថ្នាំឱសថណាដែលត្រូវនឹងជំងឺហ្នឹងឧទាហរណ៍ថាគោរបស់យើងដូចជាគោនេះអញ្ចឹងគឺយើងចាត់រោគវិនិច្ឆ័យថាវាជាជំងឺបោកខ្យល់អញ្ចឹងគឺយើងចាប់ដើមរកថ្នាំណាដែលវាកប់នឹងជំងឺបោកខ្យល់ព្រោះថ្នាំនៅលើទីផ្សារថ្នាំវាមានច្រើនមុខច្រើនប្រភេទដែលយើងមិនអាចទិញមកម្ដងទាំងអស់ដើម្បីព្យាបាលទេអញ្ចឹងយើងទិញតែឈុតណាដែលត្រូវដូចជាជំងឺបោកខ្យល់មួយឈុតទៅសារទឹកមួយឈុតឬក៏ដុំពកមួយឈុតមកអញ្ចឹងគឺអត់តែជំងឺដែលពេញនិយមភាសាកើតជំងឺហ្នឹងគឺយើងពេលតែមានថ្នាំនឹងដែរគឺយើងអាចព្យាបាលបានទាន់ពេលវេលាហ្នឹងសម្រាប់បងប្អូនជាកសិករដែលយើងចេះចាក់ខ្លួនឯងយើងអាចទិញថ្នាំយកទៅចាក់បានហើយបើបងប្អូនអរគ្នាអត់ដឹងពីថាទៅប្រើថ្នាំអីឈុតថ្នាំណាគេផ្សំបែបណាអាចតំណមកខ្ញុំអាចប្រាប់ថាជំងឺបោកខ្យល់គេត្រូវមានថ្នាំអីខ្លះជំងឺសាទឹកត្រូវមានថ្នាំអីខ្លះអត់ក្តាមមានអីខ្លះឬក៏ដុំពកមានជំងឺត្រូវមានថ្នាំអីខ្លះអញ្ចឹងខ្ញុំមានផ្សំមកហើយនឹងខ្ញុំផ្ដល់ព័ត៌មានជូនចំណុចមួយទៀតបើសិនជាយើងខ្ជិលនឹងការព្យាបាលអញ្ចឹងទេគឺខ្ញុំនៅតែលើកទឹកចិត្តគឺការពារភាសាជាងព្យាបាលអញ្ចឹងôngពូបងដែលមានគោច្រើនចាំបាច់ត្រូវតែប្រើប្រាស់ថ្នាំបង្ការជាប្រភេទវ៉ាក់សាំងទៅល្អភាសាមានវ៉ាក់សាំងសាទឹកមុខខ្យល់អីក្នុងមួយដបយើងអាចចាក់បានដល់10 5ដបឬក៏30 50ក្បាលអញ្ចឹងវាចំណេញហើយយើងអត់សូវពិបាកក្នុងការព្យាបាលហើយបើបងប្អូនអរគ្នាត្រូវការជាប្រភេទថ្នាំវ៉ាក់សាំងឬក៏ការប្រឹក្សាយោបល់អាចតំណតាមលេខទូរស័ព្ទដែលខ្ញុំដាក់នៅលើវីដេអូដើម្បីពិភាក្សាគ្នានិងផ្ដល់យោបល់បន្ថែមសង្ឃឹមថាបងប្អូនអរគ្នាអាចមើលទស្សនាវីដេអូនេះអាចយកទៅអនុវត្តបានបាទសូមអរគុណសូមគោរពលាបាទ